សួស្តីទាំងអស់គ្នាខ្ញុំសំនេះយើងមកសម្រាយរឿងមួយដែលមានចំណងជើងថាចាស់ថ្វាយឡៃសម្រាប់អ្នកចង់បាកាហ្វេខ្ញុំអាចដូណេតតាម QR នេះបានតិចឬច្រើនខ្ញុំទទួលយកទាំងអស់អញ្ចឹងកុំឲ្យរងចាំពេលយូរតោះតើអ្នកគេលក់ស្រួលទេចង់ទៅបន្តទៀតទេអូសម្លាញ់ពេលព្រឹកមិនសូវអាក្រក់ប្រហែលទេមែនទេតើអ្នកមិនចូលចិត្តវាទេខ្ញុំគ្រាន់តែខ្ញុំនៅតែមិនទាន់ភាពពីគេទេខ្លំមើលមែនហើយបើមានពេលវេលាត្រឹមត្រូវខ្ញុំគិតថានេះជាពេលវេលាត្រឹមត្រូវសម្បត្តិនេះទីបំផុតខ្ញុំត្រូវតែទៅទីក្រុងសេអ៊ូលការជួបណាសង្វូតទៅស្ថានភាពមួយហើយនៅថ្ងៃធ្វើការមិនតិចជាងនេះទេការពិតដែលថាពួកគេទទូចឲ្យខ្ញុំយកឯកសារមកឲ្យខ្ញុំធ្វើឲ្យខ្ញុំគិតថាមានហេតុផលមួយដែលការត្រប់បាននៅទីនេះនៅម៉ោងនេះមិនមែនជាចម្រើសទេមែនហើយវាមិនមែនដូចជាខ្ញុំមិនបានស្រមៃថាមានរឿងអ្វីកើតឡើងរវាងពួកគេទាំងពីរនោះទេអ្វីដែលនាំអ្នកដល់សន្តាគារនៅថ្ងៃធ្វើការតើអ្នកមិនមានការងារធ្វើនៅពេលព្រឹកទេឬទេវាមិនមែនជានេះមិនមែនជាអ្វីដែលវាមើលទៅដូចជានោះទេចិនយ៉ងមែនទេវាមិនអាចយ៉ាងណាក៏ដោយនេះអ្នកទៅធានក្រុងឯកសារដែលខ្ញុំត្រូវបានគេប្រាប់ឲ្យយកមកឲ្យអ្នកបងសម្លាញ់តើមានរឿងអ្វីកើតឡើងតើអ្នកបានបញ្ជាទិញសេវាកម្មបន្ទប់មែនទេសំឡេងស្ត្រីមែនទេវាមិនដូច្នោះទេហើយបានជាគាត់មានបដកម្មបែបនេះអូណាសង្វូនមិនមានទំនាក់ទំនងធ្ងន់ធ្ងរទេចិត្តតាំងពីត្រឡប់មកពីការសិក្សានៅបរទេសក្រៅពីនេះពេលវេលានៃការជួបវារីម្នាក់ជាពិសេសនៅពេលដែលរឿងជាមួយចាងសេរ៉ាស្ថិតក្នុងភាពមិនច្បាស់លាស់គឺមិនទំនងតតែសោះអ្វីដែលសំខាន់ជាងនេះទៅទៀតហើយបានជាខ្ញុំជាអ្នកដែលត្រូវបានជ្រើសរើសឲ្យដឹកជញ្ជូនស្រោមសម្បត្តិនេះមិនមែនជាការរៀបចំសម្រាប់ខ្ញុំទេចិនយ៉ងវាជាការរៀបចំសម្រាប់ណាសង្វូនអាម៉ាស់ណាដែលត្រូវបានចាប់ជាមួយស្ត្រីម្នាក់ទៀតនៅចំពោះមុខអ្នកដែលពិតជាចូលចិត្តចិនយ៉ងនេះមិនមែនជាអ្វីដែលអ្នកបានគិតទេខ្ញុំចង់មានន័យថាភាពអាម៉ាស់នេះធ្វើឲ្យគាត់មិនអាចនិយាយស្មោះត្រង់អំពីអារម្មណ៍របស់គាត់បានទេតើវាមែនទេបើវាមិនមែនជាចាងសេរ៉ាទេនោះគាត់មិនខ្វល់ទេប៉ុន្តែបើវាជាអបអរសាទរទាំងនេះគឺជាឯកសារដែលខ្ញុំត្រូវបានណែនាំឲ្យផ្ដល់ឲ្យអ្នកលោកស្រីហុងអាចមានមេត្តាបានមែនទេទោះបីជានាងដឹងថាណាសង្វូនត្រឹមត្រូវនឹងអារម្មណ៍របស់គាត់បានក៏ដោយក៏នាងនៅតែរៀបចំរឿងនេះឡើងវាហាក់ដូចជានៅតែមិនគិតពីអារម្មណ៍របស់អ្នកដទៃទេចិនយ៉ងចាំសិនសូមស្ដាប់ខ្ញុំសិនណាសង្វូនអ្នកមិនមែនមានកម្រងដេញតាមខ្ញុំដោយស្លៀកពាក់បែបនេះទេឬគិតតែប្រុងប្រយ័ត្នអំពីទូនាទីដែលអ្នកកំពុងស្ថិតនៅហើយធ្វើសកម្មភាពតាមនោះហើយកុំភ្លេចអំពីចាងសេរ៉ាដែលនៅតែនៅខាងក្នុងហាក់ដូចបានជាដៃរបស់គាត់ងល់បែបនេះបងចាំបន្តិចស្ដាប់ខ្ញុំសិនខ្ញុំមិនគិតថាមានអ្វីត្រូវនិយាយទេប៉ុន្តែខ្ញុំគិតខ្ញុំទើបតែបានជួបមិត្តម្នាក់បន្ទាប់ពីចំណាយពេលមួយយប់ជាមួយនារីដែលគាត់រៀបការពិតណាស់វាគួរឲ្យខ្មាស់អៀនឥឡូវនេះប៉ុន្តែក្រោយមកវានឹងគ្រាន់តែជារឿងកំប្លែងមួយដែលយើងនឹងត្រូវចំអកមែនទេមែនហើយប្រហែលជាសម្រាប់អ្នកនេះប្រហែលជាគ្មានន័យអ្វីទេអ្នកបានជួបជាមួយคนបែបជីនម្នាក់ដែលមានអារម្មណ៍បែបនេះអស់មួយរយៈពេលមកហើយឥឡូវនេះខ្ញុំគ្រាន់តែមានអារម្មណ៍ឆេវឆាវទាំងស្រុងមែនទេអីគេរងចាំខ្ញុំដល់ក្នុងបន្ទប់ទទួលភ្ញៀវខ្ញុំនឹងសម្អាតហើយចុះមកដូចដែលអ្នកចង់បានតើគាត់ដឹងដល់របៀបណាថាខ្ញុំបានជួបជាមួយคนបែបជីនឈ្មោះរបស់គាត់មិនត្រូវបានលើកឡើងនៅក្នុងឯកសារណាមួយឡើយតើវាអាចថាគាត់បានតាមដានខ្ញុំជាប់ជានិច្ចទេថ្មីនេះគាត់បានធ្វើការងារសង្កេតជាច្រើនថ្ងៃនេះប្រហែលជាថ្ងៃដែលរឿងរ៉ាវទាំងអស់ឈានដល់ទីបញ្ចប់ណាសង្វូនមិនមែនជាប្រភេទមនុស្សដែលចូលចិត្តទំនាក់ទំនងធម្មតានោះទេជាពិសេសជាមួយនារីគាត់ហាក់ដូចជាតែងតែរក្សាគម្លាតពីខ្លួនឯង
ដូចជាគាត់ដឹងថាខ្ញុំកំពុងមើលក៏មិនចូលចិត្តយ៉ាងសេរាទេប៉ុន្តែគាត់ថាដូចជាមិនត្រូវបានតាក់ទាញជាពិសេសចំពោះនាងដែរមិនមែនដល់ចំណុចជួបនាងនៅសន្តាគារទេដោយសារលេខាធិការគីមជាប់ពាក់ព័ន្ធ3ឆ្នាំមុនវាទំនងជាចាំងសេរាបានផ្ដល់អ្វីមួយជាស្នូលនឹងកិច្ចប្រជុំនេះដល់ខ្ញុំទីថាណាសឹងវុនពិតជាបានបង្ហាញចំណងចំណូលចិត្តចំពោះអ្នកណាវានឹងក្លាយជាយូជន់យ៉ងប៉ុន្តែសូម្បីតែលេខាធិការគីមក៏មិនអាចគ្រប់គ្រងខ្ញុំបានដែរដូច្នេះតើការដោះដូរនៅទីនេះជាអ្វីអ្នកបានជួបជាមួយខំមែបជីនដែលអ្នកកាន់ក្នុងចិត្តរបស់អ្នកយូរមកហើយឥឡូវនេះខ្ញុំលែងមានអ្នកស្គាល់ទៀតហើយមែនទេគ្មានផ្លូវទេអឺបើណាសឹងវុនបង្ហាញអារម្មណ៍របស់គាត់ខ្ញុំនឹងបដិសេធគាត់ភ្លាមប៉ុន្តែតើវាពិតជាសញ្ញាបែបនោះមែនទេហើយរងចាំបន្តិចជុនយ៉ងចាំងសេរាបាននិយាយថានាងមានកិច្ចប្រជុំបន្ទាន់មួយតោះចូលទៅក្នុងឡានរបស់ខ្ញុំទេចាំសិនសឹងវូនតើអ្នកដឹងដល់រៀបណាថាខ្ញុំនៅទីនេះទេខ្ញុំទើបតែផឹកតែជាមួយភ្ញៀវសំខាន់មួយចំនួននេះជាកងប្រុសរបស់ខ្ញុំណាសឹងវូនគាត់ធ្វើការនៅក្នុងនាយកដ្ឋានផែនការអាជីវកម្មរបស់ក្រុមហ៊ុនយើងជំរាបសួរនេះគឺជានាយកគីមអុកស៊ីនមកពីក្រុមហ៊ុន Edge Securities នេះគឺជាលោកលីហាន់ហ៊ីអតីតអនុប្រធានវិចិត្រសាលនៅវិចិត្រសាលញូវយ៉ក JTI ឥឡូវនេះគាត់គ្រាន់តែជាអ្នកប្រមូលឯកជនប៉ុណ្ណោះហើយនេះគឺនាយកខ្វនបែបជីនមកពី JBK Financial រីករាយដែលបានជួបអ្នកខ្ញុំឈ្មោះខនបែបជីនវាហាក់ដូចជាអ្នកឈឺដៃមែនទេគាត់ហាត់ប្រាណច្រើនណាស់នាពេលថ្មីនេះអ្នកប្រកាសជាមានមោទនភាពដែលមានកូនប្រុសដែលមានសមត្ថភាពបែបនេះគាត់នៅមានរឿងជាច្រើនទៀតដែលត្រូវរៀន